ធ្វើទឹកត្រីផ្អែមហើយបើអត់មានអីញ៉ាំជាមួយដូចជាមិនសមអញ្ចឹងថ្ងៃនេះមករុំគួងញ៉ាំម្ដងព្រោះខានញ៉ាំយូរហើយផ្នែកខាងសាច់របស់ខ្ញុំថ្ងៃនេះមានសាច់ជ្រូក3ជាន់បកាហើយនិងស្បែកជ្រូកដំបូងដាំទឹកដាក់អំបិលបន្តិចមកស្ងោរសាច់ជ្រូក3ជាន់ឲ្យឆ្អិនហើយយកទឹកហ្នឹងមកស្រុះបកាស្បែកជ្រូកនេះខ្ញុំទិញគេមកឆ្អិនស្រាប់ហើយគ្រាន់តែយកវាមកស្រុះទឹកក្តៅឲ្យវាស្អាតហើយយកទៅត្រាំទឹកកកឲ្យវាឡើងស្រួយវិញសាច់ជ្រូក3ជាន់ខ្ញុំទិញថ្ងៃនេះល្អមែនទែនខ្លាញ់វាឡើងស្ដើងខាងបន្លែខ្ញុំថ្ងៃនេះមានសាឡាត់តសក់ជីអង្កាមជីពងទាកូនការ៉ុតតែខ្ញុំអត់បានទិញសណ្តែកបដោះមកដាក់ទេត្រៀបបន្លែគ្រប់មុខនំបញ្ចុកសាច់ដាក់វាត្រៀបអញ្ចឹងមកបងប្អូនឲ្យមូលវាមកចេញរាងស្អាតបាត់ហើយបងប្អូនមើលទៅគួរចង់ញ៉ាំអត់ខ្ញុំកាលនៅក្មេងអត់ចេះត្រៀបមូលអញ្ចឹងណាបងប្អូនដាក់គ្រប់មុខមកត្រួតលើគ្នាទាំងអស់ឲ្យមូលចេញមកឃើញអត់ស្អាតទេថ្ងៃនេះប្រើដៃសុទ្ធត្មងអត់បានពាក់ស្រោមដៃទេបងប្អូនព្រោះពេលពាក់ស្រោមដៃទៅមូលទៅវាស្អិតជាប់ជាមួយនឹងអាសបកគួងនេះអញ្ចឹងពិបាកពេកមានតែប្រើដៃសុទ្ធតែមិនអីទេញ៉ាំតែគ្រួសារឯងហើយយើងលាងដៃស្អាតហើយក៏ពិតទៅគួងអត់ពិបាកធ្វើទេតែវាចំណាយពេលយូរដោយសារតែគ្រឿងរបស់វាជិបជប់ច្រើនមុខតាំងបន្លែផងសាច់ផងហើយចំណាយពេលមូលទៀតបើសិនបើយើងខ្ជិលមូលគួងឬក៏សបកគួងយើងអស់ណាយើងដាក់គ្រប់មុខនឹងចូលចានស្រោចទឹកត្រីញោមយកប៉ុណ្ណឹងក៏ឆ្ងាញ់ដែរមែនទេបងប្អូន